រមណីយដ្ឋានអំពែភ្នំអំពែភ្នំជាប្រភេទរមណីយដ្ឋានធម្មជាតិនិងវប្បធម៌មានទីតាំងស្ថិតនៅភូមិតាំងទន្លេនិងភូមិអំពែភ្នំឃុំសុពតទេពនិងឃុំស្វាយក្រវ៉ាន់ស្រុកចំការមនមានចម្ងាយ48គីឡូម៉ែត្រពីភ្នំពេញបាត់ឆ្វេង2គីឡូម៉ែត្រតំបន់នេះមានទេសភាពនៃទឹកស្ទឹងឆ្លងកាត់រួមផ្សំនឹងដើមឈើធំធំដុះប្រជ្រៀតគ្នាតាមដងស្ទឹងនិងជើងភ្នំដែលមានស្ពានយោលឆ្លងកាត់ពីភូមិតាំងទន្លេទៅភូមិអំពែភ្នំក្រៅពីនេះយើងនៅសង្កេតឃើញមានវត្តចាស់មួយនៅលើកូនភ្នំដែលជាទីសក្ការៈរបស់ប្រជាពលរដ្ឋយើងទៅធ្វើបុណ្យទានប្រពៃណីជាតិនៅតំបន់អំពែភ្នំអ្នកទេសចរអាចទៅងូតទឹកឆ្លងស្ពានយោលនិងអង្គុយលេងកម្សាន្តនៅតាមតូបសម្រាកមាត់ស្ទឹងដើម្បីសម្រាកលំហែអារម្មណ៍អូតាវ៉ៅអូតាវ៉ៅជារមណីយដ្ឋានធម្មជាតិស្ថិតក្នុងសង្កាត់អូតាវ៉ៅខណ្ឌប៉ៃលិនចម្ងាយ5គីឡូម៉ែត្រពីក្រុងប៉ៃលិនតំបន់នេះដែលពោរពេញទៅដោយទេសភាពល្អត្រកាលរួមផ្សំជាមួយទឹកអូរថ្លាឈ្វេងអូតាវ៉ៅមានប្រភពទឹកពីភ្នំខៀវទឹកធ្លាក់ច្រកល្អៀងទឹកធ្លាក់ច្រកល្អៀងស្ថិតនៅក្នុងភូមិបំណក់ឃុំឈើតុំស្រុកក្រគរមានចម្ងាយ40គីឡូម៉ែត្រពីទីរួមស្រុកក្រគរហើយមានចម្ងាយ73គីឡូម៉ែត្រភាគខាងត្បូងឈៀងខាងកើតនៃទីរួមខេត្តទឹកធ្លាក់ច្រកល្អៀងលំអទៅដោយទឹកធ្លាក់កម្ពស់7ម៉ែត្រនិងមានពីដំណាក់ទី1រហូតដល់ដំណាក់ទី8ដែលមានចម្ងាយប្រមាណ1គីឡូម៉ែត្រទឹកធ្លាក់នេះជាតំបន់ទេសចរណ៍មួយដែលសម្បូរទៅដោយទេសភាពធម្មជាតិនិងព្រៃឈើខៀវស្រងាត់ភ្នំក្រាំងរមៀសភ្នំក្រាំងរមៀសមានទីតាំងស្ថិតនៅចន្លោះឃុំស្រែថ្មីឃុំស្វាយជ្រុំស្រុករលាផ្អៀនៅតាមដងផ្លូវជាតិលេខ5មានចម្ងាយ2គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំងនិង103គីឡូម៉ែត្រពីក្រុងភ្នំពេញវាជារមណីយដ្ឋានធម្មជាតិដែលមានដើមឈើធំធំផ្ដល់ម្លប់យ៉ាងត្រជាក់និងខ្យល់អាកាសត្រជាក់ល្អបរិសុទ្ធតំបន់នេះជាកន្លែងប្រមូលផ្ដុំភ្ញៀវទេសចរក្នុងស្រុកជាពិសេសពេលបុណ្យចូលឆ្នាំខ្មែរនិងបុណ្យភ្ជុំបិណ្ឌប្រាសាទបាណន់ប្រាសាទបាណន់មានទីតាំងក្នុងឃុំកន្ធី2ស្រុកបាណន់នៅលើកំពូលភ្នំកម្ពស់ប្រមាណ400ម៉ែត្រចម្ងាយ25គីឡូម៉ែត្រពីទីរួមខេត្តតាមដងផ្លូវលេខ155ស្របនឹងដងស្ទឹងសង្កែប្រាសាទនេះកសាងឡើងនៅពាក់កណ្ដាលសតវត្សទី11និងចុងសតវត្សទី12ព្រះរាជាដែលបានកសាងមុនគេគឺព្រះបាទឧទយាទិត្យាវរ្ម័នទី2 1050 ដល់ 1066 ក្រោយមកត្រូវបានបញ្ចប់ដោយព្រះបាទជ័យវរ្ម័នទី7 1181 ដល់ 1219 នៅជើងភ្នំមានគូទឹកនិងល្អាងសំខាន់ពីរគឺល្អាងបិទមាសនិងល្អាងឈូងនៅជុំវិញភ្នំហៅឈូងអាជ័យប្រាសាទនេះសង់នៅលើកំពូលភ្នំបាណន់តម្រៀបគ្នាមានលក្ខណៈដូចកំពូលប្រាសាទអង្គរវត្តប៉ុន្តែជាសំណង់ដាច់ពីគ្នាធ្វើអំពីឥដ្ឋថ្មបាយក្រៀមនិងថ្មភក់ទឹកធ្លាក់ជីផាត់ទឹកធ្លាក់ជីផាត់ស្ថិតនៅភូមិជីផាត់ឃុំជីផាត់ស្រុកថ្មបាំងតាមផ្លូវជាតិលេខ4ហើយចូលទៅតាមផ្លូវលេខ48ស្រែអំបិលមានចម្ងាយ180គីឡូម៉ែត្ររួចបត់ស្ដាំតាមផ្លូវលំចម្ងាយ17គីឡូម៉ែត្រទឹកធ្លាក់ជីផាត់ស្ថិតនៅយ៉ាងជ្រៅជាមួយភ្នំក្រវាញក្នុងខេត្តកោះកុងឆ្នេរអូឈើទាលឆ្នេរអូឈើទាលមានទីតាំងស្ថិតនៅក្នុងសង្កាត់លេខ3
តំបន់ឆ្នេរនេះមានលក្ខណៈល្អជាងគេដែលឆ្នេរខ្សាច់លាតសន្ធឹងវែងនិងជម្រៅទឹករាក់សភាពទឹកសមុទ្រមានលក្ខណៈស្ងប់ស្ងាត់រីឯបរិយាកាសជុំវិញក៏មានលក្ខណៈស្ងប់ស្ងាត់ដែរបើពិនិត្យមើលលើលក្ខណៈទូទៅនៃទីតាំងភូមិសាស្ត្ររបស់ឆ្នេរអូឈើទាលយើងឃើញមានសភាពប្លែកពីតំបន់ឆ្នេរផ្សេងៗទៀតទាំងការទៅកម្សាន្តរបស់អ្នកទេសចរទាំងការរៀបចំនៅកន្លែងនោះមានការទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាច្រើនចំណែកអាហារតំបន់នេះមានដាក់លក់ជាហូរហែរមណីយដ្ឋានទឹកឈូទឹកឈូជារមណីយដ្ឋានធម្មជាតិមានចម្ងាយ8គីឡូម៉ែត្រខាងជើងទីរួមខេត្តមានទីតាំងនៅភូមិស្នំ7ឃុំម៉ាក់ប្រាងស្រុកកំពតរមណីយដ្ឋាននេះមានទឹកជ្រោះហូរធ្លាក់តាំងពីភ្នំដំរីភ្នំកំចាយហូរខួបប្រាំងខួបវស្សាប្រកបដោយទឹកថ្លាឆ្វេងត្រជាក់ស្រាប់ហូរកាត់លើផ្ទៃថ្មដាដ៏ធំផ្ដល់ជាកន្លែងងូតទឹកកម្សាន្តដ៏សែនមនោរម្យនៅតំបន់រមណីយដ្ឋានទឹកឈូសម្បូរទៅដោយផ្លែឈើមានតម្លៃរបស់ប្រទេសយើងដែរដូចជាផ្លែទុរេនមង្ឃុតសាវម៉ាវម៉ាក់ប្រាងក្រូចថ្លុងម្នាស់ទៀបដូងជាដើមបណ្ដាផ្លែឈើទាំងនេះហុចផលបណ្ដាក់គ្នាជាបន្តបន្ទាប់ដោយឡែកផ្លែទុរេនមានជាហូរហែរៀងរាល់ខែនៅក្បែរទឹកហូរមានរមណីយដ្ឋានមួយទៀតដែលរៀបចំឡើងដោយអាយុដំញឹមវណ្ណដាមានចិញ្ចឹមសត្វនិងដាំដំណាំហូបផ្លែឲ្យកូនខ្មែរយើងបានស្គាល់ពីប្រភេទដើមឈើទាំងនោះដូចជាទុរេនសាវម៉ាវជាដើមបារាយណ៍អណ្ដែតស្ថិតនៅចម្ងាយ3គីឡូម៉ែត្រភាគខាងត្បូងនៃទីរួមខេត្តព្រៃវែងមានទីតាំងស្ថិតនៅក្នុងភូមិបារាយណ៍ឃុំបារាយណ៍ស្រុកព្រៃវែងនៅទីនោះមានទួលមួយរាបស្មើហើយដុះអមទៅដោយដើមឈើធំមានម្លប់ត្រជាក់បារាយណ៍អណ្ដែតជាកន្លែងបង់បត់ប្រជុំគ្រប់អ្នកតាតូចធំក្នុងខេត្តព្រៃវែងដែលប្រជាពលរដ្ឋយើងមានជំនឿខ្លាំងដោយយល់ថាជាកន្លែងស័ក្តិសិទ្ធិដូចជាការស្បត់ស្បែកឬបន់ស្រន់អ្វីមួយនៅបារាយណ៍អណ្ដែតរៀងរាល់ថ្ងៃសិលគេតែងតែនិយមលេងភ្លេងពិណពាទ្យថ្វាយអ្នកតានៅទីនោះដើម្បីសុំសេចក្តីសុខត្រជាក់ត្រជុំនិងសុំទឹកភ្លៀងសម្រាប់ធ្វើស្រែចម្ការរបស់ប្រជាកសិករជាពិសេសនៅពេលបុណ្យទានឬថ្ងៃអាទិត្យជាដើមតំបន់នេះជាចំណុចចាប់ផ្ដើមនៃដំណើរហែអ្នកតាខ្មែរឆ្ពោះទៅកាន់តំបន់បាភ្នំផងដែរពិធីនេះគេធ្វើមុនពេលចូលឆ្នាំខ្មែរព្រៃបាសាក់មានទីតាំងនៅក្នុងស្រុកស្វាយរៀងផ្នែកខាងកើតឈៀងខាងត្បូងទីរួមខេត្តស្វាយរៀងរមណីយដ្ឋាននេះមានចម្ងាយ 8.5 គីឡូម៉ែត្រពីទីរួមខេត្តព្រៃបាសាក់មានក្រឡាផ្ទៃ84ម៉ែត្រការ៉េដែលមានទីតាំងខាងជើងនិងខាងត្បូងទល់នឹងទន្លេវាយគោខាងលិចនិងខាងត្បូងទល់នឹងភូមិប្រជាពលរដ្ឋរមណីយដ្ឋានព្រៃបាសាក់បានរកចំណូលចូលថវិការដ្ឋមួយផ្នែកដែរដែលបានស្រូបយកពីបណ្ដាភ្ញៀវជាតិនិយមចូលទស្សនានិងកម្សាន្តសប្បាយដូច្នេះនៅទីនោះដោយមានលំនាំទៅមុខចាំបាច់សម្រាប់បម្រើឲ្យភ្ញៀវទេសចរក្នុងខេត្តស្វាយរៀងតាមបែបផែនប្រពៃណីខ្មែរផងនិងបម្រើការទស្សនានិងចំណាប់អារម្មណ៍ពីបណ្ដាភ្ញៀវជាតិនិងអន្តរជាតិអំពីរចនាបថស្ដីពីវប្បធម៌និងអរិយធម៌ខ្មែរពិតៗព្រៃបាសាក់មានទីតាំងនៅភូមិសាស្ត្រជាដីទួលមួយដែលមានតាំងពីសម័យបុព្វកាលជំនាន់មុនជាទីទួលប្រាសាទជំនាន់ដើមប៉ុន្តែត្រូវបាក់បែកខ្ទេចខ្ទីដោយសារសង្គ្រាមបង្កឡើងដោយពុំមានបន្សល់ទុកនៅស្លាកស្នាមវត្ថុបុរាណទាំងនោះឡើយបច្ចុប្បន្នដើម្បីប្រែក្លាយតំបន់នេះ
ឲ្យទៅជាតំបន់មួយដែលមានភ្ញៀវជាតិនិងអន្តរជាតិចាប់អារម្មណ៍ឡើងវិញជំហានដំបូងមន្ទីរត្រូវរៀបចំកសាងរូបបដិមាករសម្រាប់ឲ្យភ្ញៀវក្នុងខេត្តធ្វើជាកន្លែងសក្ការៈគោរពនៅពេលមានបុណ្យទានឬក្នុងការដើរកម្សាន្តផ្សេងៗក្នុងតំបន់នោះព្រៃបាសាក់ជាតំបន់មួយសម្បូរទៅដោយព្រៃស៊ុបទ្រប់ជាងគេក្នុងខេត្តស្វាយរៀងអូពងមាន់អូពងមាន់ជាប្រភេទរមណីយដ្ឋានធម្មជាតិនិងកែច្នៃមានទីតាំងនៅភូមិពងមាន់ឃុំអូពងមាន់ស្រុកស្ទឹងត្រែងមានចម្ងាយ9គីឡូម៉ែត្រពីទីរួមខេត្តខាងស្ដាំនៃផ្លូវជាតិលេខ7ត្រង់ចំណុចបំបែកផ្លូវឆ្ពោះទៅខេត្តរតនគិរីក្រចេះនិងខេត្តស្ទឹងត្រែងអូពងមាន់ជាកន្លែងកម្សាន្តដែលប្រជាពលរដ្ឋយើងចាប់អារម្មណ៍ព្រោះមានទឹកអូពងមាន់មានប្រភពទឹកពីក្នុងដីចម្ងាយពីតំបន់កម្សាន្ត50គីឡូម៉ែត្រហូរខួបប្រាំងខួបវស្សាចូលទៅក្នុងបឹងមួយធំដែលមានលក្ខណៈជាអាងស្តុកទឹកសម្រាប់ទេសចរសម្រាប់លំហែកាយដូចជាស្ទួយត្រីនិងងូតទឹកកម្សាន្តព្រមទាំងមានខ្ចោះតូចៗតាមមាត់អូសម្រាប់លំហែកាយនេះជាតំបន់វារីអគ្គិសនីដែលផ្ដល់ថាមពល10គីឡូវ៉ាត់ផ្ដល់ភាពងាយស្រួលក្នុងការអភិវឌ្ឍទេសចរតំបន់នោះដែរទឹកធ្លាក់កាទៀងទឹកធ្លាក់កាទៀងស្ថិតនៅចម្ងាយ7គីឡូម៉ែត្រពីទីក្រុងបានលុងក្នុងឃុំល្បាំងមួយស្រុកលំផាត់ទឹកធ្លាក់កាទៀងស្ថិតនៅក្រោមខ្សែទឹកធ្លាក់កាចាញប្រមាណ3គីឡូម៉ែត្រគេហៅឈ្មោះទឹកធ្លាក់នេះតាមជនជាតិក្រឹងនៅភូមិកាទៀងទឹកធ្លាក់នេះមានកម្ពស់ប្រមាណ10ម៉ែត្រផ្នែកខាងលើមានសន្តានជាផ្ទាំងថ្មរាបស្មើដែលទឹកហូរកាត់ធ្លាក់ទៅក្នុងជ្រោះខាងក្រោមយើងមិនអាចចុះជ្រោះខាងក្រោមបានទេព្រោះច្រាំងជ្រោះសងខាងចោតពេកនៅជុំវិញទឹកធ្លាក់មានព្រៃឈើតូចធំដែលផ្ដល់ម្លប់ត្រជឹងត្រឆៃគួរឲ្យចង់សម្រាកអង្គុយមើលចរន្តទឹកធ្លាក់ឬក៏បរិភោគអាហារពិកនិចនៅទីនោះទឹកធ្លាក់ក្បាលព្រះទឹកធ្លាក់ក្បាលព្រះស្ថិតនៅភូមិពុត្រមសង្កាត់រមនីក្រុងសែនមនោរម្យមានចម្ងាយ13គីឡូម៉ែត្រពីទីរួមខេត្តទឹកធ្លាក់ក្បាលព្រះជាអាងទឹកធម្មជាតិដ៏ត្រជាក់ដែលអាចឲ្យអ្នកទេសចរចុះងូតទឹកលេងយ៉ាងសប្បាយរីករាយអមទៅដោយដើមឈើតូចធំម្លប់ត្រឈឹកត្រឆៃទឹកធ្លាក់ក្បាលព្រះមានទំហំមុខកាត់ប្រហែល39ម៉ែត្រនិងមានកម្ពស់ប្រហែល8ម៉ែត្រនាពេលរដូវវស្សារីឯនៅរដូវប្រាំងមានមុខកាត់ប្រហែលត្រឹមតែ20ម៉ែត្រនិងមានកម្ពស់ប្រហែល9ម៉ែត្រប៉ុណ្ណោះភ្ញៀវទេសចរដែលមកកម្សាន្តតែងតែចូលចិត្តថតរូបជាមួយនឹងព្រៃព្រឹក្សាពណ៌បៃតងនៅតាមមាត់ជ្រោះនិងមិនអាចបំភ្លេចបាននូវសម្រស់ធម្មជាតិមួយនេះសារមន្ទីរជាតិសារមន្ទីរជាតិមានទីតាំងនៅខាងជើងព្រះបរមរាជវាំងសារមន្ទីរនេះជាស្ថាបត្យកម្មទំនើបមួយដែលរចនាឡើងយកលំនាំតាមស្ថាបត្យកម្មខ្មែរបុរាណកសាងនៅឆ្នាំ1917និងត្រូវបានសម្ពោធឲ្យប្រើប្រាស់ដោយព្រះបាទស៊ីសុវត្ថិនៅក្នុងឆ្នាំ1920សារមន្ទីរជាតិមានដាក់វត្ថុបុរាណជាច្រើននិងមានតម្លៃទាក់ទងទៅនឹងស្នាដៃស្ថាបត្យកម្មខាងសាសនានិងសិល្បៈខ្មែរភាគច្រើននៃវត្ថុបុរាណទាំងនោះគឺស្ថិតនៅសម័យអង្គរក្រៅពីនេះនៅមានវត្ថុខ្លះសល់ពីសម័យបុរេប្រវត្តិនៅសម័យនគរភ្នំចេនឡានិងសម័យក្រោយអង្គរសារមន្ទីរជាតិនេះមានការទាក់ទាញភ្ញៀវអន្តរជាតិជាច្រើនបន្ទាប់ពីព្រះបរមរាជវាំងរមណីយដ្ឋានទឹកធ្លាក់ហោងទឹកធ្លាក់ហោងនៅភូមិស្រែវែងឃុំទឹកជ្រៅស្រុកដំបែមានចម្ងាយប្រមាណ57គីឡូម៉ែត្រពីទីរួមខេត្តត្បូងឃ្មុំកាត់តាមផ្លូវជាតិលេខ7ផ្លូវបាត់ចូលត្រង់ឃុំក្រែកស្រុកពញាក្រែក
ទឹកធ្លាក់ហោងគឺជាតំបន់ភ្នំក្រំថ្មហើយរូងភ្នំរាប់សិបម៉ែត្រការ៉េដែលមានល្បាក់ទឹកធ្លាក់ជាច្រើនថ្នាក់ហើយមានទេសភាពស្រស់បំព្រងនិងខ្យល់អាកាសល្អបរិសុទ្ធភ្ញៀវទេសចរតែងតែនាំគ្នាទៅទស្សនាទេសភាពពិតៗនិងហាលទឹកកម្សាន្តលេងជាមួយល្បឿនទឹកហូរភ្ញៀវជាញឹកញាប់បានមកទីនោះដើម្បីអធិដ្ឋានដល់ព្រះពុទ្ធបដិមានិងដើម្បីស្វែងរកពរជ័យពីព្រះសង្ឃដែលគង់នៅទីនោះបើយោងតាមអាជ្ញាធរមូលដ្ឋាននៅទឹកធ្លាក់ហោងមានដីព្រៃប្រមាណ 1.800 ហិកតាដែលសុទ្ធសឹងតែជាព្រៃក្រាស់ៗទឹកធ្លាក់ហោងកំពុងមានការពេញនិយមទៅទស្សនាកម្សាន្តពីភ្ញៀវយ៉ាងខ្លាំងវត្តប្រាសាទអណ្ដែតវត្តប្រាសាទអណ្ដែតមានទីតាំងនៅភូមិប្រាសាទឃុំសានកស្រុកកំពង់ស្វាយដែលមានចម្ងាយ193គីឡូម៉ែត្រពីភ្នំពេញនិង27គីឡូម៉ែត្រពីទីរួមខេត្តត្រង់ចំណុច30កញ្ញាបត់ឆ្វេងដៃចូលទៅតាមផ្លូវលំចម្ងាយ 1.750 ម៉ែត្រពីផ្លូវជាតិលេខ6វត្តប្រាសាទអណ្ដែតជាវត្តបុរាណមួយដែលនៅពីក្រោយព្រះវិហារមានប្រាសាទមួយដែលសាងសង់អំពីឥដ្ឋក្នុងសតវត្សទី6និងទី7ក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី1ឧទ្ទិសដល់ព្រះសិវនិយមក្រៅពីនេះវត្តប្រាសាទអណ្ដែតមានទីធ្លាធំមួយនិងមានដើមគគីធំធំហើយខ្ពស់ដែលធ្វើឲ្យទីនោះមានលក្ខណៈស្អាតនិងខ្យល់បរិសុទ្ធត្រជាក់ចិត្តស្រួលវត្តប្រាសាទអណ្ដែតមិនដែលទទួលរងនឹងការលិចលង់ពីទឹកជំនន់ទោះបីទឹកធំប៉ុណ្ណាក៏ដោយព្រះងោកស្ថិតនៅខាងជើងជាប់ប្រាសាទបាយ័ននៅទីនោះមានព្រះអង្គយ៉ាងធំធ្វើពីថ្មភក់អង្គុយពេនភ្នែនមានព្រះនេត្របើកព្រឹបព្រឹមដូច្នេះហើយបានជាអ្នកស្រុកហៅព្រះអង្គនេះថាព្រះអង្គងោកព្រះអង្គងោកគឺជាកន្លែងព្រះពុទ្ធសាសនាមួយក្នុងចំណោមទីកន្លែងព្រះពុទ្ធសាសនាជាច្រើនផ្សេងទៀតដែលនៅក្នុងបរិវេណអង្គរធំនៅសម័យកណ្ដាលសតវត្សទី13ដល់ទី15ប្រាសាទធម្មនន្ទស្ថិតនៅតាមផ្លូវវងតូចដល់ចេញពីអង្គរធំតាមទ្វារជ័យប្រហែល500ម៉ែត្រនៅខាងជើងផ្លូវប្រាសាទនេះក៏សាងឡើងនៅចុងសតវត្សទី11និងដើមសតវត្សទី12ដោយព្រះបាទសូរិយាវរ្ម័នទី2ឧទ្ទិសដល់ព្រហ្មញ្ញសាសនាប្រាសាទនេះមានរាងចតុកោណមានប្រាង្គបែរមុខទៅទិសខាងកើតនិងមានគូទឹកនិងកំពែងមានគោបុរៈ2នៅខាងកើតនិងខាងលិចព្រមទាំងមានបណ្ណាល័យមួយនៅទិសអាគ្នេយ៍